đam xoài cả một nè là đam xoài nó đua lo đam xoài đua đê chứ nó nè bông cố nè đam xoài vậyแต่ไอ้ข้ามันปะแกรงอันนี้ทางใครกระดาษแล้วบางคนทางใครខ្សាច់ស៊ីមិនកើតទេហើយក៏គ្មាននរណាយកមកស៊ីដែរប្រសាសន៍ប្រកបដោយធម៌ពលនិងទំនុកចិត្តរបស់លោកឯកឧត្តមពិតជាធ្វើឲ្យមហាជនភ្លឺភ្នែកនិងស្ញប់ស្ញែងជាពន់ពេកសម្ដីបែបនេះបើមនុស្សធម្មតានិយាយគេថាឈួតប៉ុន្តែដល់ពេលលោកឯកឧត្តមពាក់អាវធំនោះនិយាយគេហៅថាការបកស្រាយប្រកបដោយវិទ្យាសាស្ត្រប៉ុន្តែបើក្រឡេកមើលជាក់ស្ដែងនៅលើច្រាំងទន្លេវិញដីច្រាំងមិនបាក់មែនគ្រាន់តែវាប្រែរូបរាងពីច្រាំងទន្លេទៅជាបាតទន្លេដីមិនបាត់ទៅណាទេគ្រាន់តែដើមឈើដាំរាប់សិបឆ្នាំនិងផ្ទះសម្បែងដែលរៀបខំប្រឹងមួយជីវិតហើយស្រុតហែលតាមទឹកបាត់ស្រមោលខ្សាច់ស៊ីមិនកើតពិតមែនប៉ុន្តែវាអាចរកលុយចូលហៅប៉ៅអស់លោកបានហើយស៊ីដាច់ចម្រិតជីវភាពនិងទឹកភ្នែកប្រជារាស្ត្រឲ្យរលាយក្នុងមួយប្រព្រឹត្តភ្នែកចុះចំណែកសាឡុងបូមខ្សាច់វិញបើខ្សាច់នឹងស៊ីមិនកើតចុះហេតុអ្វីបានជាឃើញសាឡុងធំធំបើកច្បាមពេញផ្ទៃទន្លេបូមទាំងយប់ទាំងថ្ងៃដឹកខ្សាច់ឡើងត្រួតទម្ងន់ស្ទើរតែលិចសាឡុងឬមួយក៏ក្រុមហ៊ុនទាំងនោះចំណាយលុយរាប់លានដុល្លារទិញប្រេងដេកយាមសាឡុងគ្រាន់តែដើម្បីយកខ្សាច់មកចាក់ចោលក្នុងទន្លេវិញលេងសើចចោលទៅទេការបកស្រាយបែបសមហេតុផលប៉ុន្តែខុសការពិតបែបនេះមិនត្រឹមតែមិនអាចបិទបាំងការឈឺចាប់របស់ប្រជាជនបានទេប៉ុន្តែវារឹតតែបង្ហាញយ៉ាងច្បាស់ពីគម្លាតរវាងអ្នកអង្គុយលើកៅអីម៉ាស៊ីនត្រជាក់និយាយទ្រឹស្ដីនឹងប្រជារាស្ត្រដែលកំពុងឈរមើលផ្ទះខ្លួនឯងបាក់ចូលទឹកសូមអរគុណលោកឯកឧត្តមដែលបានរំលឹកថាខ្សាច់ស៊ីមិនកើតប៉ុន្តែសូមមេត្តាជ្រាបថាទឹកភ្នែកនិងសេចក្តីអស់សង្ឃឹមរបស់រាស្ត្រក៏មិនមែនជារឿងលេងសើចដែលត្រូវយកមកធ្វើជាប្រធានបទនិយាយកំ pl ែងដែរ